ចំណុចពិសេសដែលអ្នកទាំងអស់គ្នាមិនដឹងនៅសាលា Chingsang International School រាល់ពេលដែលសិស្សបង់លុយសិក្សាចាប់ពី10ម៉ោងឡើងទៅខាងសាលានឹងមានការបន្ថែមជូនម៉ោងរៀនចំនួន2ម៉ោងបន្ថែមហើយសម្រាប់សិស្សដែលគាត់បង់ថ្លៃសិក្សារយៈពេល20ម៉ោងឡើងទៅនឹងទទួលបានការបន្ថែមម៉ោងជូនចំនួន5ម៉ោងបន្ថែមទៀតហើយសម្រាប់សិស្សដែលគាត់បង់ថ្លៃសិក្សារយៈពេល30ម៉ោងនឹងទទួលបានចំនួន10ម៉ោងបន្ថែមទៀតអ្នកទាំងអស់គ្នាហើយបើសិនជាសិស្សបង់រហូតទៅដល់40ម៉ោងនឹងទទួលបានម៉ោងបន្ថែមរហូតដល់15ម៉ោងបន្ថែមទៀតហើយបើសិនជាក្នុងករណីសិស្សបង់រហូតដល់50ម៉ោងខាងសាលានឹងបន្ថែមម៉ោងជូនរហូតដល់20ម៉ោងបន្ថែមទៀតនេះជាចំណុចពិសេសរបស់សាលាយើង午睡时间午睡时间ម៉ោងគេងពេលថ្ងៃ这两头熊也太讨厌了这两头熊太讨厌了ខ្លាឃ្មុំទាំងពីរនេះពិតជារំខានណាស់ឬមួយក៏ខ្លាឃ្មុំទាំងពីរនេះពិតជាគួរឲ្យស្អប់ណាស់追得我强哥好累呀追得我强哥好累呀ដេញតាមខ្ញុំហត់ខ្លាំងណាស់已经中午了呀已经中午了呀វាជាពេលថ្ងៃត្រង់ហើយ午觉时间到了午觉时间到了ដល់ម៉ោងដេកថ្ងៃហើយ赶紧补个觉赶紧补个觉ប្រញាប់សងដំណេកសិន哎呀，玩的太高兴了！玩得太高兴了លេងសប្បាយខ្លាំងណាស់叽叽国王，到午睡时间了。ជីជីកូវងត午睡时间了ស្ដេចស្វាដល់ម៉ោងសម្រាប់ពេលថ្ងៃហើយ我们还是回去睡午觉吧。我们还是回去睡午觉吧ឬមួយក៏ពួកយើងត្រឡប់ទៅដេកពេលថ្ងៃវិញទៅ哎呀，睡什么午觉啊？睡什么午觉啊ដេកថ្ងៃធ្វើអី没看本王正玩的高兴吗？没看本王正玩的高兴吗មិនឃើញស្ដេចកំពុងតែលេងសប្បាយទេឬ可是可是ក៏ប៉ុន្តែ我们这样会不会吵到别人睡午觉啊？我们这样会不会吵到别人睡午觉啊បែបនេះតើយើងអាចរំខានដល់អ្នកផ្សេងកំពុងដេកលក់ពេលថ្ងៃដែរឬទេ他们睡不着，关本王什么事啊？他们睡不着管本王什么事啊ពួកគេដេកមិនលក់ខ្លួនឯងតើពាក់ព័ន្ធអីនឹងស្ដេចស្វាទៅ哎，毛毛，走，មកចូលមកតោះទៅ陪本王去那边玩玩。跟本王去那边玩玩កំដរស្ដេចស្វាទៅលេងនៅខាងនោះ我觉得还是不好啊。我觉得还是不好啊ខ្ញុំគិតថាវាដូចជាមិនល្អទេដឹងហើយសូមបញ្ជាក់ផងដែរសម្រាប់ការរៀនគឺយើងរៀនជាមួយនឹងគ្រូជនជាតិចិនផ្ទាល់ហើយម៉ោងរៀនគឺយើងមានចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់សម្រាប់ពេលបច្ចុប្បន្នហ្នឹងគឺមានសិស្សរៀនពេលល្ងាចច្រើនដោយសារតែពួកគាត់រវល់ធ្វើការពេលថ្ងៃហើយទំនេរពេលល្ងាចហើយក៏យើងមានពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យផងដែរហើយសម្រាប់ការរៀនពិសេសមួយទៀតហ្នឹងគឺខាងសាលាក៏គាត់អាចបដូរម៉ោងឲ្យសិស្សបានដែរបានន័យថាបើក្នុងករណីសិស្សជាប់រវល់អាចសុំច្បាប់បានហើយគ្រូនឹងបង្រៀនសងម៉ោងបង្គ្រប់ម៉ោងឲ្យគាត់វិញបានដែរចាគឺអត់មានកាត់ម៉ោងគាត់ទេចានេះគឺជាចំណុចពិសេសរបស់ខាងសាលាហើយសម្រាប់ថ្ងៃបុណ្យជាតិឬមួយក៏ថ្ងៃសៅរ៍អាទិត្យបើសិនជាសិស្សសំណុំពរបង្រៀនក៏គ្រូគាត់បង្រៀនថែមដែរចាគាត់ថាគាត់កាត់ម៉ោងតាមនឹងអញ្ចឹងណាក្នុងករណីគ្រូគាត់រវល់គាត់អាចសុំច្បាប់សិស្សវិញបានអញ្ចឹងនៅពេលដែលគ្រូទំនេរគឺគាត់អាចចូលបង្រៀនវិញធម្មតា熊大你咋还不睡午觉呀熊大你咋还不睡午觉呀បងប្រុសហេតុអ្វីបានជាមិនគេងពេលថ្ងៃ俺在想អានចៃសៀងខ្ញុំកំពុងគិត光头强会不会趁着咱们睡午觉的时候去砍树光头强会不会趁着咱们睡午觉的时间去砍树呢តើអាចទេអ្នកកាប់ឈើលួចទៅកាប់ឈើពេលដែលពួកយើងកំពុងគេងលក់ពេលថ្ងៃ哎呀不会的不会的不会的មិនអាចទេ光头强肯定也在午休呢光头强肯定也在午休呢អ្នកកាប់ឈើប្រកាសជាកំពុងសម្រាកពេលថ្ងៃដែរហើយ等睡饱了才好干活嘛等睡饱了才好干活嘛ចាំគេងឆ្អែតហើយតើបងាយស្រួលធ្វើការមែនទេ要是光头强睡饱了要是光头强睡饱了ចុះបើសិនបើអ្នកកាប់ឈើដេកឆ្អែតហើយនោះ那砍树岂不是更有劲儿了那砍树岂不是更有劲儿了តើនោះមិនធ្វើឲ្យការកាប់ដើមឈើកាន់តែមានថាមពលទេឬ不行不能让他砍树不行不能让他砍树មិនកើតទេមិនអាចឲ្យគាត់កាប់ឈើបានទេ
熊二，咱们去看看。熊二，咱们去看看。បងប្រុសពួកយើងទៅមើលមើល 快点啊！快点啊ឲ្យលឿនតិចមក 光头强果然在这儿，光头强固然在这儿អ្នកកាប់ឈើពិតជានៅទីនេះមែន 还带着锯子， ហើយតែ着锯子នៅកាន់កាំបិតទៀតផង 肯定是想睡醒了接着看书。肯定是想睡醒了接着砍树គាត់ប្រហែលជាចាំភ្ញាក់ពីដំណេកហើយបន្តកាប់ឈើទៀត 熊二，就是知道睡觉。熊二就是知道睡觉បងប្រុសគឺដឹងតែដេកលក់តែប៉ុណ្ណោះ 你忘了咱们是来干啥了吗？你忘了咱们是来干啥了吗តើអញភ្លេចហើយឬនៅថាហេតុអ្វីបានជាពួកយើងមកទីនេះ 那熊大现在要咋办呀？那熊蛋现在要咋办呀អញ្ចឹងបងប្រុសគួរធ្វើអ្វីទៅឥឡូវនេះ 有了，有了បានន័យថាគាត់មានវិធីហើយ 咱们这样，咱们这样ពួកយើងធ្វើបែបនេះ 啥？这都能睡着，啥是都能睡着អីគេបែបនេះក៏អាចគេងបានដែរ 真厉害！真厉害អស្ចារ្យមែន 青蛙都来帮忙了。青蛙都来帮忙了សូម្បីតែកង្កែបក៏មកជួយដែរ 这回应该睡不了了吧？这回应该睡不了了吧បែបនេះគួរតែមិនអាចដេកលក់បានទៀតទេ 什么东西？什么东西ស្អីគេហ្នឹង 痒痒，យ៉ាងគេនេះអាចបកថារមាស់ឬមួយក៏រសើបអញ្ចឹងមើលតាមចាក់ស្ដែងថាតើគាត់សោចឬមួយក៏គាត់មិនសោចបើគាត់មិនសោចបានន័យថាគាត់រមាស់មិនស្រួលខ្លួនទេហើយមួយទៀតគឺគាត់រសើបអញ្ចឹងគាត់អាចនឹងសោចអញ្ចឹងយើងអាចបកបានន័យពីរ 好痒啊！ ហើយយ៉ាងរមាស់ណាស់ឬមួយក៏រសើបខ្លាំងណាស់ 这下青蛙先生立大功了。这下青蛙先生里打工了កង្កែបបានធ្វើការងារដ៏អស្ចារ្យមួយ 原来是只青蛙。原来是这青蛙ពាក្យ这ហ្នឹងគឺបកថាមួយក្បាលសំដៅទៅលើសត្វដែរអញ្ចឹងឃ្លានេះអាចបកថាតាមពិតគឺជាកង្កែបមួយក្បាលសោះខ្ញុំលើកឧទាហរណ៍មួយដូចជាសត្វមាន់យើងភាសាខ្មែរហៅមាន់មួយក្បាលភាសាចិនគឺមិនអាចនិយាយថាអ៊ីកជីទេគឺយើងហៅថាអ៊ីជជីមាន់មួយក្បាល 看来这树底下睡不安稳了。看来这树地下睡不安稳了មើលទៅខ្ញុំមិនអាចដេកលក់ស្រួលនៅក្រោមដើមឈើនេះទៀតទេ 我还是睡树上吧。我还是睡树上吧ខ្ញុំមានតែទៅដេកនៅលើដើមឈើវិញ 好厉害呀！好厉害呀អស្ចារ្យមែន 这都能睡着。这都能睡着បែបនេះក៏អាចគេងលក់បានដែរ 俺也试试这么睡啊！安也是怎么睡啊ខ្ញុំក៏ចង់សាកល្បងដេកបែបនេះដែរ 光头强，李老板来电话了。光头强李老板来电话了អ្នកកាប់ឈើវិញតែកែរបស់ឯងខលមកហើយ 电话，电话ទូរស័ព្ទមានកូនសិស្សម្នាក់គាត់ខមមិនសួរថាពាក្យគួងធោនឹងបានន័យថាម៉េចពាក្យគួងនឹងបានន័យថារលោងស្រើហើយធោនឹងគឺក្បាលអញ្ចឹងក្បាលរលោងស្រើប៉ុន្តែនៅក្នុងសាច់រឿងនេះគឺម្នាក់ហ្នឹងគាត់ជំនាញខាងអាជីពរបស់គាត់គឺកាប់ដើមឈើអញ្ចឹងខ្ញុំដាក់រហស្សនាមគាត់ថាអ្នកកាប់ឈើតែម្ដងទៅអញ្ចឹងកុំឲ្យឆ្ងល់ច្រើនណាព្រោះអីបើហៅគាត់ថាក្បាលតពេកគឺវាអាក្រក់ស្ដាប់ពេកអញ្ចឹងទៅខ្ញុំក៏ដាក់រហស្សនាមគាត់គឺអ្នកកាប់ឈើនេះតែម្ដងហើយអ្នកដែលគាត់ធ្លាប់មើលវីដេអូខ្ញុំកន្លងមកគឺដឹងហើយគឺខ្ញុំអត់ដែរបកក្បាលតពេកទេគឺខ្ញុំបកថាអ្នកកាប់ឈើរហូតមកហើយបើចង់បានរៀងស្អាតត្រូវទៅណាទៅកន្លែងហាត់ប្រាណចុះបើចង់ចេះភាសាចឹងត្រូវទៅណា មករៀននៅសាលាឈីងសៀង International School មក ចុះបើអត់មានពេលមករៀននៅសាលា អាចចុះឈ្មោះរៀនតាមអនឡាញបានតា សាលាគឺចាប់ផ្ដើមបើកពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យលោកអ្នកមានពេលច្រើនអាចរៀនថ្ងៃច័ន្ទសុក្របានហើយអ្នកដែលមិនសូវមានពេលគឺអាចរៀនសៅរ៍អាទិត្យបានសម្រាប់ការរៀនគឺយើងរៀនជាមួយនឹងគ្រូជនជាតិដើមមានចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយម៉ោងរៀនគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់លោកអ្នកអាចចុះឈ្មោះរៀនតាមអនឡាញបានដោយគ្រាន់តែធ្វើការ scan QR Telegram ដែលមាននៅលើអេក្រង់នេះ 难道我心虚，所以做梦了？难道我兴趣所以做梦了តាមពិតគឺជាអារម្មណ៍របស់ខ្ញុំទេដូច្នេះហើយទៅធ្វើឲ្យខ្ញុំយល់សប្តិ 在树上睡多危什么声音掉下来了吧？爬在树上睡多危险掉下来了吧ឡើងទៅដេកនៅលើដើមឈើ
គឺគ្រោះថ្នាក់ណាស់អាចធ្លាក់មកក្រោមបាន 不要说的太大声了，别说太大声了កុំនិយាយសំឡេងលឺពេក 你还敢嘲笑我？你还敢嘲笑我ឯងនៅហ៊ានសើចចំអកខ្ញុំទៀត 快跑！ ខ្វៃផោប្រញាប់រត់ 惹我光头强！ ឬវកងថោឆាំងរញ៉េរញ៉ៃជាមួយអ្នកកាប់ឈើចាំមិនន័យថាខ្លាឃ្មុំទាំងពីរហ្នឹងកោគាត់មិនឲ្យគាត់សម្រាកអញ្ចឹងណា 熊熊变绵羊。 熊变绵羊ខ្លាឃ្មុំប្រែคล้ายទៅជាសត្វជៀម 哎，好困呀！ ហៅខុនណាងងុយគេងណាស់ 不管光头强了，先到那边歇会儿吧。不管光头强了先到那边休会儿吧ឈប់ខ្វល់អ្នកកាប់ឈើទៅតោះយើងសម្រាកនៅទីនោះមួយផ្លេតសិន 这两头熊居然躺下了，这两头熊居然躺下了ខ្លាឃ្មុំទាំងពីរពិតជាបានដេកមែន 不让我午睡，不然我午睡មិនឲ្យខ្ញុំដេកថ្ងៃ 你们也别想睡。你们也别想睡ពួកឯងក៏មិនអាចដេកបានដែរ 眼好花呀，圆好滑呀ភ្នែកព្រើខ្លាំងណាស់ 没睡午觉，没睡午觉អត់បានដេកថ្ងៃ 没力气打败光头强啊！没力气打败光头强啊គ្មានកម្លាំងដើម្បីកម្ចាត់អ្នកកាប់ឈើទេ 我顶不住了。我顶不住了ខ្ញុំមិនអាចទ្រាំបានទៀតទេ 熊二，俺也睡了。熊二俺也睡了ប្អូនប្រុសបងក៏ដេកដែរ 太困了，太困了ងងុយគេងខ្លាំងណាស់ 熊大熊二怎么跟光头强躺一块儿了？熊大熊二怎么跟光头强躺一块了ចំណុចឡើយនេះខ្ញុំសូមបកកាត់ទៅមិនបានខ្លាឃ្មុំទាំងពីរគេងជាមួយនឹងអ្នកកាប់ឈើអញ្ចឹង光头强快起来អ្នកកាប់ឈើឆាក់ក្រោកឡើង 我们走。我们走ពួកយើងទៅ 哎呀，谁在叫啊？谁在叫啊អ្នកណាគេកំពុងហៅ 你看我们都没睡好午觉，你看我们都没有睡好午觉ឯងមើលទៅពួកយើងមិនបានគេងលក់ឆ្អែតនៅពេលថ្ងៃ 现在一点力气都没有。现在一点力气都没有ឥឡូវកម្លាំងបន្តិចក៏គ្មានដែរ 不如មិនដូច្នេះទេ 我们以后午睡时间实行停战计划。我们以后午睡时间实行停战计划ចាប់ពីពេលនេះតទៅយើងនឹងអនុវត្តផែនការសម្រាប់ពេលរសៀល 怎么样？怎么样យ៉ាងមិនដែរ 快接电话！光头强快接电话អ្នកកាប់ឈើបញ្ញាប់លើកទូរស័ព្ទភ្លាមចំណុចកន្លែងនេះខ្ញុំឆ្ងល់ដែរហេតុអីបានទូរស័ព្ទនឹងពេលដែលរហើយគឺវាចេះលោតចឹងណាវាចេះរំចឹងណា 光头强，交代你的任务完成了没有啊？光头强交代你的任务完成了没有啊光头强តើឯងបានបញ្ចប់ភារកិច្ចដែលយើងបានដាក់ឲ្យឯងធ្វើហើយឬនៅ 你在干嘛？ចៃកំម៉ាឯងកំពុងធ្វើអី 怎么这声啊？什么这声啊ហេតុអីបានជាសំឡេងនេះ 难道你还在睡觉？难道你还在睡觉តាមពិតឯងកំពុងដេកសោះ 还睡呀你？还睡呀你ឯងនៅដេកទៀតមែន 赶紧给我起来！赶紧给我起来ឆាប់ភ្ញាក់ភ្លាមបើចង់បានរៀងស្អាតត្រូវទៅណាទៅកន្លែងហាត់ប្រាណចុះបើចង់ចេះភាសាចឹងត្រូវទៅណា មករៀននៅសាលាឈីងសៀង International School មក ចុះបើអត់មានពេលមករៀននៅសាលា អាចចុះឈ្មោះរៀនតាមអនឡាញបានតា សាលាគឺចាប់ផ្ដើមបើកពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យលោកអ្នកមានពេលច្រើនអាចរៀនថ្ងៃច័ន្ទសុក្របានហើយអ្នកដែលមិនសូវមានពេលគឺអាចរៀនសៅរ៍អាទិត្យបានសម្រាប់ការរៀនគឺយើងរៀនជាមួយនឹងគ្រូជនជាតិដើមមានចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយម៉ោងរៀនគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់លោកអ្នកអាចចុះឈ្មោះរៀនតាមអនឡាញបានដោយគ្រាន់តែធ្វើការ scan QR Telegram ដែលមាននៅលើអេក្រង់នេះ 听见没有ស្ដាប់ឮហើយឬនៅ 不然我不会给你工钱的。不然我不会给你工钱的បើមិនដូច្នេះទេយើងមិនបើកប្រាក់ឲ្យឯងទេ 这不是光头强的手机吗？这不是光头强的手机吗នេះមិនមែនជាទូរស័ព្ទរបស់អ្នកកាប់ឈើទេឬ 喂，谁找本王啊？喂谁找本王啊 Hello តើអ្នកណាកំពុងរកខ្ញុំ 怎么还有猴子的声
什么还有胡子的声音ហេតុអីបានជាឮសំឡេងស្វា 什么？你说本王很帅气？什么你说本王很帅气ថាម៉េចអ្នកថាខ្ញុំសង្ហាមែនចិត្តតែមានហ្មងអ្នកអត់ដែរប្រើទូរស័ព្ទចឹងមែនបានលេងទូរស័ព្ទគេម្ដងមែនតែឯងហ្មងណា 本王很勇敢。本王很勇敢ស្ដេចអង្គនេះពិតជាក្លាហានណាស់ 你对本王很仰慕。你对本王很仰慕អ្នកកោតសរសើរខ្ញុំខ្លាំងណាស់និយាយថាលើកទូរស័ព្ទហើយនិយាយខ្លួនឯងទៅសើខ្លួនឯងហ្មងណា 怎么回事啊？怎么回事ការស្អីអញ្ចេះ 光头强！光头强អ្នកកាប់ឈើ 怎么说这么两句就挂了？怎么说什么两句话就挂了ហេតុអីបានដាក់ទូរស័ព្ទចោលទៅតែនិយាយបានពីរប្រយោគហ្នឹងនិយាយថាស្វាហ្នឹងគឺបកែដើរកោគេហ្មងណាកោពួកសត្វផ្សេងមិនអស់ចិត្តហើយឥឡូវមកកោដល់តកែលីតកែបោះអ្នកកាប់ឈើទៀតសាហាវ 没意思。没意思ឃ្លាហ្នឹងចាំបានន័យថាវាគ្មានន័យហ្មងវាអត់មានអត្ថន័យអីទាំងអស់ 这个东西还能听歌？这个东西还能听歌របស់នេះអាចស្ដាប់ចម្រៀងបានទៀត 拿给大家瞧瞧去。ណាគេតាជាឆោឆោឈីយកទៅឲ្យអ្នកគ្រប់គ្នាមើលអត់ដែរមានទូរស័ព្ទប្រើអញ្ចឹងមែនឥឡូវយកទូរស័ព្ទគេយកទៅប្រអួតអ្នកផ្សេងទៀតណាតែកុំនិយាយណាទូរស័ព្ទគឺមានសារៈសំខាន់ខ្លាំងណាស់បច្ចុប្បន្នណាអ្នកដែលគាត់ចេះប្រើទូរស័ព្ទគឺអាចរកចំណូលពីវាបានច្រើនមែនតែនជាពិសេសគឺការតំណែងជាមួយនឹងខាងតកែមានទូរស័ព្ទគឺអាចមនុស្សនៅឆ្ងាយក៏អាចស្គាល់គ្នាបានហើយអាចរកចំណូលពីវាបានគឺពិតជាអស្ចារ្យមែនទូរស័ព្ទគឺមានប្រយោជន៍ច្រើនសម្រាប់អ្នកដែលគាត់ប្រើដើម្បីរកចំណូលបន្ថែមពីវាមិនមែនគ្រាន់តែមានទូរស័ព្ទទំនើបយកទៅប្រើដើម្បីបង្អួតគេណាក្នុងន័យបែបហ្នឹងគឺយើងប្រើក្នុងន័យខុសហើយគឺយើងប្រើដើម្បីជួយសម្រួលការងាររបស់យើងដើម្បីរកចំណូលបន្ថែមឲ្យបានច្រើននេះជាការល្អនេះជាគោលដៅប្រើដែលត្រឹមត្រូវអូខេ 起来了，别睡啦！起来了别睡了កុំដេកទៀតក្រោកឡើង 看这手机，你多醒醒啊！看这手机你们多醒醒啊មើលទូរស័ព្ទនេះទៅអ្នកទាំងអស់គ្នាត្រូវភ្ញាក់ឡើង 想睡个清静的午觉，怎么就这么难啊？想睡个清静的午觉怎么就这么难啊ហេតុអ្វីបានជាពិបាកម្លេះក្នុងការគេងលក់ស្រួលនៅពេលរសៀលនិយាយថាស្វាហ្នឹងគឺកំពូលកោគេហ្មងអញ្ចឹងអ្នកណាគេឆ្នាំស្វាគឺមើលចរិតស្វាហ្នឹងទៅគឺដឹងហើយគឺបកែកោគេតែម្ដងមិនដែលឲ្យគេមានក្តីសុខទេពូកែខាងញាស់គេកំពូលខូចនិយាយទៅខូចផ្ដាំហ្មងអញ្ចឹងសម្រាប់ម៉ាក់ណាដែលចង់បានកូនស្វាអូច្រឡំកូនប្រសាដែលមានឆ្នាំស្វាដែលកើតឆ្នាំស្វាមើលចរិតស្វានេះឲ្យទៅគឺអត់មានខុសគ្នាទេដូចគ្នាបែបបិទតែម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ចុះឈ្មោះចូលរៀនកុំភ្លេចធ្វើការ scan QR Telegram ដែលមាននៅលើត្រង់នេះ 这不是我手机吗？这不是我手机吗តានេះមិនមែនជាទូរស័ព្ទខ្ញុំទេឬ原来这是你的手机啊！原来就是你的手机啊តាមពិតគឺជាទូរស័ព្ទរបស់អ្នកកាប់ឈើទេ 这么大的声音！这么大的声音ហេតុអីបានលើសំឡេងខ្លាំងយ៉ាងនេះ 山寨手机的优点不就是声音大吗？山寨手机的浮电不就是声音大吗តើគុណវិបត្តិចម្បងនៃទូរស័ព្ទคล้ายៗមិនមែនសំឡេងលឺខ្លាំងទេឬ 快把手机还给我！快把手机还给我ឆាប់ឲ្យទូរស័ព្ទមកខ្ញុំវិញឲ្យលឿន本王捡到的东西就是本王的。本王见到的东西都是本王的អ្វីដែលខ្ញុំបានរកឃើញវាគឺជារបស់ខ្ញុំ本王就是不给。本王就是不给ខ្ញុំមិនឲ្យទេ快关掉，很吵啊！快关掉很吵啊ឆាប់បិទភ្លាមទៅថ្លង់ខ្លាំងណាស់你奇迹！现在是午睡时间。ជីជី现在是午睡时间ជីជីឥឡូវនេះគឺជាម៉ោងសម្រាប់ពេលថ្ងៃណា 别吵了，大家！别吵着大家កុំរំខានអ្នករាល់គ្នាអី赶紧把手机还给光头强！赶紧把手机还给光头强ឆាប់សងទូរស័ព្ទទៅអ្នកកាប់ឈើវិញភ្លាម回家睡觉去，快！回家睡觉去快ឆាប់ត្រឡប់ទៅដេកនៅផ្ទះវិញឲ្យលឿន吵得俺都睡不着了。吵得俺都睡不着了រំខានដល់ខ្ញុំគេងដេញលក់ហើយ 中午这么美好的时光，中午怎么美好的时光ពេលវេលាដ៏ស្រស់ស្អាតយ៉ាងនេះនៅពេលថ្ងៃត្រង់怎么能用来睡觉呢？怎么能用来睡觉呢តើប្រើវាសម្រាប់ការគេងដោយរបៀបណា来，大家跟本王一起跳舞吧！来
大家跟本王一起跳舞吧មកអ្នកទាំងអស់គ្នាមករំជាមួយនឹងខ្ញុំបើចង់បានរៀងស្អាតត្រូវទៅណាទៅកន្លែងហាត់ប្រាណចុះបើចង់ចេះភាសាចឹងត្រូវទៅណា មករៀននៅសាលាឈីងសៀង International School មក ចុះបើអត់មានពេលមករៀននៅសាលា អាចចុះឈ្មោះរៀនតាម online បានតា សាលាគឺចាប់ផ្ដើមបើកពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យលោកអ្នកមានពេលច្រើនអាចរៀនថ្ងៃច័ន្ទសុក្របានហើយអ្នកដែលមិនសូវមានពេលគឺអាចរៀនសៅរ៍អាទិត្យបានសម្រាប់ការរៀនគឺយើងរៀនជាមួយនឹងគ្រូជនជាតិដើមមានចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយម៉ោងរៀនគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់លោកអ្នកអាចចុះឈ្មោះរៀនតាមអនឡាញបានដោយគ្រាន់តែធ្វើការ scan QR Telegram ដែលមាននៅលើអេក្រង់នេះ你们快看，这是什么？你们快看，这是什么？ពួកឯងឆាប់មើលនេះតើនេះជាអ្វី水果ផ្លែឈើ好多水果呀！好多水果呀ផ្លែឈើច្រើនណាស់别客气，尽管享用吧。别客气尽管享用吧មិនបាច់គួរសមទេសូមរីករាយដោយសេរី太好吃了！真是太好吃了ពិតជាឆ្ងាញ់ខ្លាំងណាស់可惜俺吃不了这么多呀。可惜អានឈើពូលាវនៅម៉ូតូយ៉ាគួរឲ្យស្ដាយណាស់ខ្ញុំមិនអាចញ៉ាំវាបានច្រើននោះទេ俺也是，真是太可惜了。俺也是就是太客气了ខ្ញុំក៏ចង់ញ៉ាំដែរនោះពិតជាគួរឲ្យស្ដាយណាស់吃不了，本王来帮你们呐！吃不了本王来帮你们ហូបមិនអស់យើងទៅជួយហូបពួកឯង安静了，安静了，安静了ស្ងប់ស្ងាត់ហើយ 终于可以安心的睡午觉了。终于可以安心睡午觉了ទីបំផុតខ្ញុំអាចគេងលក់ស្រួលនៅពេលរសៀលហើយ 怎么都睡了？怎么都睡了ហេតុអីបានអ្នករាល់គ្នាគេងលក់អស់អញ្ចឹង怎么跳了一会儿就这么累了？怎么跳了一会儿就这么累了ហេតុអីបានជាខ្ញុំហត់ខ្លាំងម្ល៉េះគ្រាន់តែលោតមកផ្លែតសោះហ្នឹង先睡一会儿吧。先睡一会儿吧ឥឡូវសម្រាប់មួយផ្លែតសិន大家都别午睡了，តាជាពេល午睡了អ្នករាល់គ្នាមិនចាំបាច់គេងពេលថ្ងៃទេ快点来跟我玩吧。快点来跟我玩吧ឆាប់មកលេងជាមួយនឹងខ្ញុំបើចង់បានរៀងស្អាតត្រូវទៅណាទៅកន្លែងហាត់ប្រាណចុះបើចង់ចេះភាសាចឹងត្រូវទៅណា មករៀននៅសាលាឈីងសៀង International School មក ចុះបើអត់មានពេលមករៀននៅសាលា អាចចុះឈ្មោះរៀនតាម online បានតា សាលាគឺចាប់ផ្ដើមបើកពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យលោកអ្នកមានពេលច្រើនអាចរៀនថ្ងៃច័ន្ទសុក្របានហើយអ្នកដែលមិនសូវមានពេលគឺអាចរៀនសៅរ៍អាទិត្យបានសម្រាប់ការរៀនគឺយើងរៀនជាមួយនឹងគ្រូជនជាតិដើមមានចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយម៉ោងរៀនគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់លោកអ្នកអាចចុះឈ្មោះរៀនតាមអនឡាញបានដោយគ្រាន់តែធ្វើការ scan QR Telegram ដែលមាននៅលើអេក្រង់នេះវគ្គអូស៊ុយសេជៀននេះគឺចប់ដោយបរិបូរណ៍នៅក្នុងថ្ងៃនេះវីដេអូបន្ទាប់យើងនឹងចូលវគ្គថ្មីហើយអ្នកដែលចូលមកថ្មីកុំភ្លេចជួយ follow TikTok របស់ខ្ញុំម្នាក់មួយផងណាបើចូលចិត្តវីដេអូនេះកុំភ្លេចជួយឲ្យបេះដូងម្នាក់មួយផងណាអត្ថប្រយោជន៍នៃការសិក្សាភាសាចិននៅសាលាឈីងសៀង International School 1. ឱកាសទទួលបានការងារធ្វើកំឡុងពេលសិក្សានិងសម្រាប់អ្នកចង់រៀនត្រៀមទៅបន្តការសិក្សានៅឯប្រទេសចិនចំណុចទី2គ្រូមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំចំណុចទី3ចុះឈ្មោះចូលរៀនសិស្សទទួលបានម៉ោងសិក្សា free បន្ថែមភ្លាមចំណុចទី4ម៉ោងសិក្សាអាចបត់បែនបាន ចំណុចទី5រាល់ពេលសិស្សសុំច្បាប់ឬរបបផ្ទាល់ខ្លួនខាងសាលាគឺមិនមានការកាត់ម៉ោងរបស់សិស្សទេដើម្បីទទួលបានព័ត៌មានលម្អិតសូមធ្វើការ scan នៅទីនេះ